ទូរទស្សនិកជនឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានអញ្ជើញជាអធិបតីបើកសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដឆ្នាំ2025ដែលជាការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ2026ក្នុងការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នេះនៅទីស្តីការគណៈរដ្ឋមន្ត្រីនឹងមានការចូលរួមពីឯកឧត្តមលោកជំទាវប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដក្រសួងរដ្ឋលេខាធិការដ្ឋានរាជធានីខេត្តនិងកាកបាទក្រហមកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថានៅក្នុងរយៈពេល1ឆ្នាំកន្លងទៅនេះយើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នាដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដនិងជំងឺអេដក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសមានការធ្លាក់ចុះគោលដៅរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ចប់ជំងឺអេដនៅក្នុងឆ្នាំ2028គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈានទៅសម្រេចបានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដប៉ុន្តែម្ចាស់ជំនួយកំពុងកាត់បន្ថយការគ្រប់គ្រងរបស់ខ្លួនដែលយើងត្រូវប្រឈមនឹងស្ថានភាពមួយដែលធនធានមានកំណត់ពេលវេលាដែលមានខ្លីហើយនឹងគោលដៅមានមហិច្ឆតាខ្ពស់ចំណុចស្នូលចំនួន3ដែលទាមទារក្នុងភាពជាអ្នកដឹកនាំនិងភាពជាម្ចាស់គឺមួយគម្រោងប្រតិបត្តិការរបស់យើងពីរការធានាហិរញ្ញវត្ថុប្រកបដោយចីរភាពដោយការបង្កើនប្រសិទ្ធភាពធនធានដែលមានស្រាប់និង3អភិបាលកិច្ចល្អការដកថយរបស់ម្ចាស់ជំនួយពីខាងក្រៅមិនមែនជាការថយក្រោយនោះទេតែគឺជាលទ្ធផលផ្ទាល់នៃការភាពជោគជ័យរបស់យើងហើយនេះក៏ជាកត្តាសំខាន់ក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅការទទួលខុសត្រូវពេញលេញក្នុងការឆ្លើយតបនឹងជំងឺអេដនឹងស្ថិតនៅក្នុងដៃរបស់យើងនេះគឺជាពេលវេលាកំណត់សម្រាប់ភាពជាម្ចាស់របស់ប្រទេសឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការទទួលខុសត្រូវពេញលេញក្នុងការឆ្លើយតបនឹងជំងឺអេដនឹងស្ថិតក្នុងដៃរបស់យើងនេះគឺជាពេលវេលាកំណត់សម្រាប់ភាពជាម្ចាស់របស់ប្រទេសកម្ពុជាដើម្បីទទួលបានជោគជ័យក្នុងបរិបទថ្មីនេះកម្ពុជាត្រូវប្រកាន់យកគោលការណ៍ដែលជាប្រព័ន្ធធម្មវន្តដែលភាគីពាក់ព័ន្ធទាំងអស់ដំណើរការក្រោមក្របខ័ណ្ឌរួមមួយនិងផែនការយុទ្ធសាស្ត្រតែមួយ